Good morning បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដូចជារដងអញ្ចឹងជួយជាមួយខ្ញុំក្នុងការបើកវរឿងចាក់ធនធ្ងន់ណាថ្ងៃនេះយើងបានប្រើ excavator ទេខ្ញុំបើកវSacer HCMG នេះលេខកូដ HC 968ណាមកពីតកូល HCMG មកពីដែនដីនាគរាជអូខេត្រង់ទីធំបើនិយាយពីរឿងដៃវិញដៃវែងណាដៃវែងឡើងពុះយ៉ាងណាក៏យើងអាចជោគបានហើយចំណែកពីប៉ែលគីវិញគឺវាមានចំណុចរហូតដល់7គីបងប្អូន7គីនេះប៉ែលគីណាបើម្សៅមីទំនងមីប្រហែលជា4តោនមកពេញតែបើថាខ្សាច់ខាងដីប្រហែលជា7តោនទៅ8តោនណាហើយវិញកង់ធំណាហើយកង់នេះកម្ពស់ប្រហែលជា1.70 ម៉ែត្រកង់ពោះ1.70 ម៉ែត្រយើងប្រើប្រព័ន្ធលេខអូតូណាចាំបន្តិចទៀតខ្ញុំឡើងទៅលើណែនាំបងប្អូនឃើញនេះខ្ញុំណែនាំរឿងបើកគម្របម៉ាស៊ីនតែខ្ញុំអានេះរឿងកក្រិចបន្តិចបងប្អូននេះទៅតែម្សៅមីព្រោះខ្ញុំអត់ទៅបានផ្លុំសម្អាតហ្នឹងខ្ញុំពងទីម៉ាំងគេបូណាធើបូពីលម៉ូសាខាងក្រៅហ្នឹងម៉ាស៊ីនវិជា compressor នេះយើងប្រើបូមក្នុងការលើកដបូលវាខ្ញុំវិជាបងប្អូនមើលអានេះគឺតម្រងយើងដើម្បីឲ្យទប់ស្កាត់ពួកលំអងធូលីនេះតម្រងសើមយើងដាក់ត្រាំប្រេងណាដូចជាតម្រងគោយន្តយើងអញ្ចឹងនេះគឺជាសារ៉ាំងយើងប្រើភ្លើង24 វ៉ុលណាប្រេងបូមរុញប្រេងបូមដើម្បីលើកដាក់ដបូលណាលើកដាក់គម្របនៅម៉ាស៊ីនវាមានកម្លាំងសេះ240សេះយើងប្រើផ្លិតទឹកណាផ្លិតទឹកផ្លុំចេញហ្នឹងហើយបើស៊េរីដូចជា CAT ស៊េរីថ្មីអត់ប្រើផ្លិតទឹកផ្លុំចេញទេគឺប្រើផ្លិតទឹកបឺតចេញណាបឺតពីក្រៅបឺតពីក្នុងចេញទៅក្រៅវិញគឺដូច្នេះផ្លិតទឹកក្នុងក្រៅនេះវិញតែស៊េរីនេះគឺស៊េរីគឺធ្វើតាមស្ទាយ model ដើមគឺផ្លិតទឹកនៅខាងក្នុងគឺផ្លុំចេញហ្នឹងហើយផ្លុំចេញបឺតណាបឺតមានច្រើនចំណុចបងប្អូន